គោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកនៅរឿងមួយដែលមានចំណងជើងថាភូមិគ្រឹះអាចកំបាំងមកចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ជាការស្ដាប់កំសាន្តដូច្នេះបើចង់ដឹងថាសាច់រឿងរបស់យើងទាំងអស់នឹងទៅជាយ៉ាងណាកុំភ្លេចតាមដានសន្តាប់ជាមួយនឹងខ្ញុំដូចតទៅនេះគ្រូលេខមកដល់ភូមិគ្រឹះបុរាណមួយដែលបន្សល់ទុកតាំងពីសម័យអង្គរដែលមានភាពស្រស់ស្អាតទាក់ទាញបែបរចនាបថសម័យអង្គរបានទាក់ទាញទេសចរមកទស្សនាយ៉ាងច្រើនគួរបញ្ជាក់ផងដែរថាភូមិគ្រឹះទាំងបរិវេណភូមិគ្រឹះបើកឲ្យភ្ញៀវចូលទស្សនាតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យតែប៉ុណ្ណោះដែលភ្ញៀវជាតិគឺចូលទស្សនាដោយសេរីឬឯភ្ញៀវទេសចរអន្តរជាតិគឺតម្រូវឲ្យបង់ប្រាក់ចំនួន 8,000 រៀលទេសចរដែលបានទស្សនានៅក្នុងបរិវេណភូមិគ្រឹះតែងតែទទួលបាននៅបទពិសោធន៍នៃជីវិតរស់នៅកាលពីសម័យបុរាណបរិវេណភូមិគ្រឹះនេះមានទំហំប្រមាណជាង10គីឡូម៉ែត្រពីរដែលមានប្រជាជនប្រមាណជាង20គ្រួសារធ្វើការងារបម្រើម្ចាស់ភូមិគ្រឹះដែលនៅក្នុងនោះមានកសិករដាំដុះដំណាំនិងបន្លែគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃដែលមិនតម្រូវការទិញមកពីខាងក្រៅនោះទេមានអ្នកខ្លះជាអ្នកតម្បាញជាងទងនិងអ្នកសិល្បៈនិងចុងភៅលក្ខណៈពិសេសមួយទៀតគឺថាអ្នកទាំងអស់គ្នាស្លៀកពាក់សម្លៀកបំពាក់បែបបុរាណតែមិនមែនស្លៀកសម្លៀកបំពាក់សម័យអង្គរទេមានខ្លះជាសម្លៀកបំពាក់សម័យចតុមុខនិងខ្លះទៀតជាសម្លៀកបំពាក់សម័យឧដុង្គគ្រួសារនីមួយៗមានផ្ទះតូចមួយតខ្លួនដែលសង់មានលក្ខណៈដូចគ្នាទាំងអស់ដែលស្ថិតនៅព័ទ្ធជុំវិញភូមិគ្រឹះនិងផុតពីផ្ទះរបស់ប្រជាជនទៅគឺមានវាលស្រែដើមត្នោតដើមដូងដុះជាជួរដំណាំហូបផ្លែនិងមានបន្លែបង្ការដូចជាខ្នុរមៀនចេកល្ហុងស្វាយត្របែកទឹកដោះគោចម្ពូល្មុតព្រីងក្រូចសេដាអំពិលទឹកត្រសក់ដណ្ដូងត្រាវដំឡូងល្ពៅត្រឡាចស្ពៃនិងគ្រាប់ធញ្ញជាតិមានវាលស្មៅមានចិញ្ចឹមសត្វមួយចំនួនដូចជាមាន់ទាកង្កែនជ្រូកគោនិងសេះមានស្រះទឹកដែលពោពេញទៅដោយផ្កាឈូកចម្រុះពណ៌ប្រលិតរំចង់និងនៅខាងចុងបំផុតនៃបរិវេណភូមិគ្រឹះក៏មានកូនភ្នំទូចមួយដែលមានតំណភ្ជាប់ពីភ្នំកលែនមានទឹកធ្លាក់ពីលើកំពូលភ្លុំនិងអមដោយព្រៃព្រឹក្សាដ៏ជុំវិញនៅចំហៀងភូមិគ្រឹះក៏មានសួនច្បារដែលមានផ្កាចម្រុះពណ៌និងគ្រប់ប្រភេទទាំងតូចទាំងធំដូចជាផ្កាម្លិះរួតម្លិះលាចម្ប៉ាចម្បៃសេមនស្បៃរឿងឈូករន់មៀលតៃច័ន្ទក្រវ៉ាន់រំដួលយីហូបត្រីស្រលិនចេកភៀសផ្កានគរជុំផ្កាកំភ្លេងរំយោលផ្កាថ្កុលផ្កាកំពីងពួយផ្កាកែវផ្កាកណ្ដឹងផ្កានួនស្រីផ្កាក្តាំងងារផ្កានិរដីរាំងភ្នំលាក់និងលាក់ជាដើមបើចំណាយពេលរៀបរាប់អ្វីៗដែលនៅទីនោះទោះបីជារៀបរាប់ពីព្រឹកដល់យប់ក៏មិនអស់ដែរអញ្ចឹងហើយខ្ញុំសូមសង្ខេបត្រឹមនេះប៉ុណ្ណឹងចុះពេលនេះខ្ញុំសូមណែនាំខ្លួនឯងម្ដងថានាងខ្ញុំឈ្មោះថាមីលតីជានិស្សិតទើបតែបញ្ចប់ការសិក្សានៅពេលនេះមកធ្វើជាអ្នកស្រាវជ្រាវសេរីខ្ញុំបានមកស្នាក់នៅទីនេះបានមួយអាទិត្យហើយជាមួយនឹងគ្រូសាអ្នកថែសួននៅក្នុងគោលបំណងធ្វើការសិក្សាស្រាវជ្រាវភូមិគ្រឹះនេះថាតើមានប្រវត្តិដើមតងបែបណាហើយមានសក្តានុពលបែបណាខ្លះទៅលើវិស័យទេសចរនិងការអភិវឌ្ឍនៅក្នុងតំបន់នេះទៅលើខេត្តសៀមរាបក៏ដូចជាប្រជាជនកម្ពុជាទាំងមូលតាំងពីថ្ងៃដែលខ្ញុំចូលមកដំបូងខ្ញុំមានអារម្មណ៍ថាចម្លែកណាស់ជាមួយនឹងទីកន្លែងនេះវាហាក់ដូចជាមានអាចកំបាំងបង្កំជាច្រើនលោកម្ចាស់និងគ្រួសាររបស់គាត់មិនដែលស្នាក់នៅទីនេះទេពួកគាត់មានមុខរបររកស៊ីនៅភ្នំពេញដែលកាក់កបជាខ្លាំងហើយក៏ប្រើជីវិតស៊ីវិល័យនៅទីនោះគ្រួសារនេះខ្សត់កូនខ្លាំងណាស់បានឮមកថាលោកម្ចាស់លោកមានកូនប្រុសតែម្នាក់គត់ហើយកូនប្រុសរបស់គាត់មានជំងឺចម្លែកស្លាប់ដោយរមមូលហេតុមិនឃើញតាំងពី10ឆ្នាំមុនតែជាសំណាងល្អគាត់មានចៅប្រុសម្នាក់សម្រាប់ស្នងត្រកូលដែរដែលពេលនេះមានអាយុ27ឆ្នាំហើយមិនធ្លាប់មានសង្សារហើយក៏មិនព្រមគិតគូររឿងគូស្រករដែរដែលជាហេតុធ្វើឲ្យចាស់ទុំចាស់ព្រួយបារម្ភជាខ្លាំងហើយថ្មីនេះឮថាចៅប្រុសនោះចង់មកស្នាក់នៅក្នុងភូមិគ្រឹះនេះទោះបីជាគ្រួសារបានហាមប្រាមយ៉ាងណាក៏ដោយ
បើខ្ញុំដឹងមិនខុសទេគាត់នឹងអញ្ជើញមកដល់នារសេននេះហើយភូមិគ្រឹះធំនេះអត់មានម្ចាស់ស្នាក់នៅអស់រយៈពេលជាង200ឆ្នាំមកហើយតែការថែទាំវិញគឺមាត់ចត់នឹងទៀងទាត់ហាក់បីដូចជាមានម្ចាស់ស្នាក់នៅអញ្ចឹងម្យ៉ាងទៀតដំណើរការរស់នៅនៃអ្នកក្រមបង្កប់ទាំងអស់ហាក់ដូចជាមានសេចក្តីសុខតាមជីវភាពសាមញ្ញនិងធម្មតារបស់ពួកគេដោយគ្មានការប្រកួតប្រជែងនិងគ្មានចំនួននៅមានរឿងចម្លែកមួយទៀតអំប្រុសថៃសួនប្រាប់ខ្ញុំថាគេតែងតែឮសំឡេងចម្លែកចេញពីភូមិគ្រឹះធំនេះស្ទើរតែរៀងរាល់យប់តែវាហាក់ដូចជាចម្លែកណាស់តាំងពីខ្ញុំមកដល់គឺមួយអាទិត្យហើយមិនដែលឮសំឡេងអីសោះហើយគាត់ក៏ចម្លែកនៅក្នុងចិត្តដូចគ្នាអំពីរឿងដែរមួយអាទិត្យចុងក្រោយនេះមិនបានឮសំឡេងចម្លែកនោះចូលមកដល់ម៉ោង5រសៀលខ្ញុំកំពុងតែស្រោចទឹកផ្កាស្រាប់តែឮសំឡេងរថយន្តឈប់នៅមុខភូមិគ្រឹះធំច្បាស់ណាស់នោះគឺបញ្ជាក់អំពីការមកដល់របស់លោកម្ចាស់តូចទន្ទឹមនឹងនោះសំឡេងរបស់អ៊ំថៃសួនក៏បានបន្លឺមករកខ្ញុំថានាលតីមកជួយជញ្ជូនអីវ៉ាន់បន្តិចមកក្មួយខ្ញុំចុចបិទទយោទឹករួចក៏ឆ្លើយទៅកាន់គាត់វិញថាចាអ៊ំខ្ញុំនឹងទៅដល់ឥឡូវហើយគ្រួសារដែលចេញចូលផ្ទះធំញឹកញាប់គឺគ្រួសារថៃសួននិងគ្រួសារចុងភៅហើយគ្រួសារទាំងពីរនេះក៏ជួយបោសសម្អាតផ្ទះជារឿយៗផងដែរព្រោះអ្នកបម្រើសម្រាប់សម្អាតផ្ទះមានតែ3-4នាក់ប៉ុណ្ណោះដែលជាហេតុពួកគាត់ត្រូវតែជួយដើម្បីឲ្យផ្ទះធំមើលទៅស្អាតនិងមានអនាម័យនិងគ្មានធូលីខ្ញុំបានជួយជញ្ជូនវលីចេញពីគូឡានហើយអ៊ំប្រុសក៏បានជញ្ជូនផ្ទាំងគំនូរ2-3ផ្ទាំងយកទៅដាក់នៅក្នុងបន្ទប់របស់អ្នកប្រុសពេលទៅដល់ហើយអ៊ំប្រុសក៏បានដាក់ពួកវានៅលើសាឡុងហើយនៅពេលនោះក្រដាសរុំក៏របូតរួចក៏លេចចេញនៅរូបគំនូររបស់នារីដ៏ស្រស់ស្អាតម្នាក់សម្លៀកបំពាក់និងគ្រឿងប្រដាប់កាយដូចជាស្រីសួរអ៊ំប្រុសមើលរូបនោះហើយក៏មើលមកមុខខ្ញុំគាត់មើលមុខខ្ញុំនិងរូបនោះផ្លាស់ប្ដូរគ្នាចុះឡើងពីរដងរួចគាត់ក៏និយាយថារូបគំនូរនេះមុខស្រដៀងក្មួយណាស់ខ្ញុំក៏បានឆ្លើយទៅគាត់វិញថាពិតមែនឬអ៊ំខ្ញុំស្អាតដូចរូបគំនូរនឹងឬខ្ញុំតបទៅគាត់ដោយរំភើបហើយខ្ញុំក៏ប្រញាប់ទៅពិនិត្យមើលរូបនោះដោយម៉ត់ចត់តាមពិតទៅរូបនោះគឺជារូបខ្ញុំតើតែស្អាតជាងខ្ញុំត្រង់ថាសម្អិតសម្អាងកាយដោយគ្រឿងអលង្ការនិងប្រដាប់កាយបងប្រុសរបស់ខ្ញុំគាត់ជាអ្នកគូឲ្យខ្ញុំគាត់ជាជាងគំនូរដែលមានទេពកោសល្យម្នាក់គាត់បានបង្ខំឲ្យខ្ញុំតែងខ្លួនបែបនេះហើយគាត់ក៏គូររូបនេះគាត់បានសន្យាថានឹងមិនលក់រូបមួយទាំងនឹងនោះទេមើលចុះបងប្រុសរបស់ខ្ញុំមិនគោរពពាក្យសន្យាហើយមើលលុយជាធំប៉ុន្តែចម្លែកណាស់ទេសភាពនៅពីខាងក្រោយដែលបងខ្ញុំគូគឺមិនមែនបែបនេះទេរូបទេសភាពពីខាងក្រោយរបស់បងប្រុសរបស់ខ្ញុំគឺប្រាសាទអង្គរវត្តតែរូបនេះវិញគឺជាភូមិគ្រឹះធំនេះបងប្រុសរបស់ខ្ញុំបានសរសេរឈ្មោះខ្ញុំមាលតីនៅខាងចុងខាងក្រោមចំហៀងខាងឆ្វេងនិងចុះហត្ថលេខាឈ្មោះរបស់គាត់ចំហៀងខាងស្ដាំតែនៅក្នុងរូបនេះអត់មានទេចម្លែកមែនឬក៏បងខ្ញុំគូថ្មីមួយទៀតខ្ញុំនឹងទេទៅសួរគាត់ដើម្បីឲ្យអស់ចម្ងល់មួយសន្ទុះក្រោយមកអ៊ំប្រុសនៅថៃសួនគាត់បានអង្រួនស្មារបស់ខ្ញុំបន្ទាប់មកគាត់ក៏សួរខ្ញុំថាអាឡៃតែផ្លឹកអីនឹងតោះយើងទៅពួកយើងបានដើរចេញពីបន្ទប់ហើយបិទទ្វារវិញថ្នមពេលដើរកាត់កន្លែងទទួលភ្ញៀវខ្ញុំបានឮសំឡេងអ្នកប្រុសនិយាយទៅកាន់លោកមេការថាទេទៅភ្ញៀវទេសចរមកចូលនៅក្នុងភូមិគ្រឹះធំនេះដើម្បីមើលសិល្បៈនិងការតាំងពិព័រណ៍នៅសាលធំតាមទ្វារក្រោយហើយមិនអនុញ្ញាតឲ្យពួកគេចូលបន្ទប់ផ្សេងទៀតណាទាំងអស់នៅក្នុងភូមិគ្រឹះចំណែកឯបរិវេណខាងក្រៅគេអាចទស្សនាបានតាមចិត្តលើកលែងតែសួនច្បារចំហៀងផ្ទះព្រោះខ្ញុំមិនចូលចិត្តភាពអ៊ូអរនិងមិនចង់ឮសំឡេងរំខានលោកមេការក៏បានឆ្លើយទៅកាន់អ្នកប្រុសបន្តិចក្រោយមកគាត់ក៏ឲ្យលោកមេការទៅសម្រាកចុះមួយសន្ទុះទៀតក៏ឮសំឡេងអ្នកប្រុសហៅឲ្យឈប់សិនសំឡេងរបស់អ្នកប្រុសធ្វើឲ្យមេការឈប់ហើយងាកមើលអ្នកប្រុសក៏តបថាលពូទៅចុះខ្ញុំប្រាប់ឲ្យនាងឈប់ភ្នែកគាត់កំពុងតែបាញ់មករកខ្ញុំដែលកំពុងដើរកាន់ទីនោះចុះអ៊ំថៃសួនគាត់តាណាបាត់ហើយក្រែងមិញគាត់មកជាមួយគ្នាតាខ្ញុំងាកមើលទៅអ្នកប្រុសហើយក៏ដើរតិចទៅរកគាត់អ្នកប្រុសពិតជាសង្ហាមែនបើទៅប្រឡងប្រុសស្អាតវិញប្រកាសជាជាប់ចំណាត់ថ្នាក់មិនខានបើមិនបានលេខ1ក៏លេខ2ដែរបន្ទាប់មកអ្នកប្រុសក៏បានសួរមកកាន់ខ្ញុំថានាងជាអ្នកបម្រើនៅទីនេះមែនទេសំឡេងរបស់អ្នកប្រុសធ្វើឲ្យខ្ញុំឈប់រវើរវាយរួចក៏តបទៅកាន់គាត់វិញថា
ចាអត់ទេអ្នកប្រុសក៏បាននិយាយបន្តទៀតថាអូអញ្ចឹងតើបានជានាងស្លៀកពាក់ខុសគេហើយគាត់ក៏បានសួរមកកាន់ខ្ញុំទៀតថានាងជានរណាហេតុអ្វីបានជាមកទីនេះគាត់សួរខ្ញុំដោយទឹកមុខស្មើខ្ញុំក៏បានឆ្លើយទៅវិញថាខ្ញុំឈ្មោះមេលតីជាក្មួយរបស់អ៊ំថៃសួនហើយខ្ញុំមកស្នាក់នៅទីនេះមួយរយៈដើម្បីជួយការងារគាត់និងសម្រាប់លំហែកាយកំសាន្តផងព្រោះពេលនេះសាលាវ៉ាកងប៉ុន្តែនៅក្នុងចិត្តខ្ញុំមិនអាចប្រាប់អំពីគោលបំណងប្រកបទេខ្លាចថាមិនអាចប្រមូលព័ត៌មានបានពិតប្រាកដហើយខ្ញុំក៏បានសួរទៅកាន់គាត់វិញថាចុះអ្នកប្រុសវិញឈ្មោះអ្វីដែរបន្ទាប់មកនៅក្នុងចិត្តរបស់ខ្ញុំគិតថាមិនគួរសួរអញ្ចឹងសោះគួរតែទុកសំណួរនេះសួរអំពីអ៊ំថៃសួនល្អជាងហើយខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាក្រសែភ្នែករបស់អ្នកប្រុសនោះមើលមកខ្ញុំបែបនេះឬក៏គាត់នឹងថាខ្ញុំមិនប្រាប់ការពិតមួយសន្ទុះក្រោយមកគាត់ក៏បានឆ្លើយមកកាន់ខ្ញុំវិញថាគាត់ឈ្មោះថានរិនតើពួកយើងធ្លាប់ជួបគ្នាពីមុនមកទេតាមពិតទៅគាត់មិននឹងថាខ្ញុំកុហកនោះទេខ្ញុំខំតែភ័យហើយខ្ញុំក៏ឆ្លើយទៅកាន់សំណួរគាត់វិញថាចាមិនដែលទេខ្ញុំឆ្លើយយ៉ាងរហ័សអ្នកប្រុសនិងខ្ញុំហាក់ដូចជាមនុស្សពីរនាក់ដែលនៅក្នុងពិភពពីរផ្សេងគ្នាហើយយើងមិននឹងអាចធ្លាប់ជួបគ្នាទៅឬមួយក៏អាចធ្លាប់ជួបគ្នានៅក្នុងកាលពីជាតិមុនតែបើសម្រាប់ជាតិនេះវិញខ្ញុំប្រកាសណាស់មិនធ្លាប់ជួបអ្នកប្រុសនោះទេគាត់ក៏បានឆ្លើយមកខ្ញុំវិញថាអូអញ្ចឹងហ៎តែមើលទៅគាត់ហាក់ដូចជាខកចិត្តតិចតួចបន្ទាប់មកគាត់ក៏ឲ្យខ្ញុំទៅធ្វើការងាររបស់ខ្ញុំវិញចុះគាត់បានងើបពីសាឡុងអង្គុយដើរសម្ដៅទៅបន្ទប់តខ្លួនរបស់គាត់ដែលនៅជាន់ទី1ហើយខ្ញុំក៏បានដើរចេញពីភូមិគ្រឹះសម្ដៅទៅសួនច្បារហើយក៏អង្គុយនៅលើបងឈើក្រោមដើមរាំងភ្នំរួចក៏យកទូរស័ព្ទទេទៅបងប្រុសរបស់ខ្ញុំបន្ទាប់ពីខ្ញុំទេទៅបងប្រុសរបស់ខ្ញុំគាត់ក៏បាននិយាយមកថាអាឡូមៀលតីនឹកបងមែនទេបានទេមកនឹងខ្ញុំក៏ឆ្លើយទៅវិញថាអត់ទេខ្ញុំមានរឿងមួយចង់សួរបងប្រុសរបស់ខ្ញុំគាត់ក៏បានឆ្លើយមានរឿងអីសួរមកចុះខ្ញុំក៏និយាយទៅកាន់គាត់វិញថាបងមានលក់រូបគំនូររបស់ខ្ញុំឬអត់ឬក៏មានគូរូបថ្មីរបស់ខ្ញុំដើម្បីលក់អត់បងប្រុសរបស់ខ្ញុំឆ្លើយថាអត់ទេបងប្រាប់ហើយតាទោះជាគេឲ្យថ្លៃប៉ុណ្ណាក៏មិនលក់ដែរបងទុកដាក់តាំងនៅកន្លែងបងហើយក៏មិនបានគូរូបឯងថ្មីដែរយ៉ាងម៉េចឯងមិនជឿមែនខ្ញុំក៏ឆ្លើយទៅកាន់បងប្រុសខ្ញុំវិញថាអត់ទេជឿតាគ្រាន់តែចង់ទេទៅរំលឹកបងប្រុសរបស់ខ្ញុំក៏ឆ្លើយថាអូខេបើគ្មានកិច្ចការអ្វីប៉ុណ្ណឹងចុះព្រោះបងត្រូវចេញទៅក្រៅជាមួយមិត្តភ័ក្តិបន្ទាប់មកការសន្ទនារបស់ខ្ញុំជាមួយនឹងបងប្រុសក៏បានបញ្ចប់ត្រឹមនឹងពួកយើងក៏បានបញ្ចប់គ្នាត្រឹមនឹងចុះតែគួរឲ្យឆ្ងល់មែនមិនក៏រូបគំនូររបស់អ្នកប្រុសមុខដូចខ្ញុំម្លេះចុះរូបគំនូរពីរផ្ទាំងទៀតជារូបអ្វីដែរខ្ញុំដូចជាមានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកកាន់ខ្ញុំក៏ងើបមុខឡើងហើយសម្លឹងមើលជំវិញខ្លួនក៏ភ្ញាក់ព្រឺតនោះគឺអ្នកប្រុសតាគាត់កំពុងតែឈរសម្លឹងមើលមកខ្ញុំតាមបង្អួចជាមួយនឹងក្រសែភ្នែកចម្លែកទៀតហើយបើមើលធម្មតាទៅវាយ៉ាងម៉េចខ្ញុំក៏និយាយមកកាន់ខ្លួនឯងថាខ្ញុំក៏អញ្ចឹងដែរដូចខ្វះកន្លែងអង្គុយណាស់អញ្ចឹងមកអង្គុយឲ្យចំពីមុខមាត់បង្អួចរបស់គាត់តែឲ្យធ្វើម៉េចបើបន្ទប់សម្រាប់របស់ខ្ញុំនៅជាប់នឹងបន្ទាប់មកខ្ញុំក៏ទៅងូតទឹកងូតភក់ហើយក៏នឹងអាលបានញ៉ាំបាយនៅពេលល្ងាចពេលរាត្រីបានមកដល់ថ្ងៃនេះព្រះច័ន្ទរះពេញវងល្អដល់ហើយខ្ញុំបានមើលឃើញព្រះច័ន្ទយ៉ាងច្បាស់តាមប្រឡោះបង្អួចរបស់ខ្ញុំទិដ្ឋភាពនៅទីនេះពិតជាល្អណាស់អាកាសធាតុក៏ត្រជាក់ល្មមដោយមិនចាំបាច់ត្រូវការកង្ហារឬក៏ម៉ាស៊ីនត្រជាក់នោះទេម្យ៉ាងទៀតខ្ញុំចេះតែទទួលអារម្មណ៍ថាធ្លាប់ស្គាល់ហាក់បីដូចជាធ្លាប់ស្គាល់ទីនេះកាលពីមុនមកអញ្ចឹងមើលទៅភូមិគ្រឹះបើកភ្លើងប្រងព្រាតហើយអ៊ូអរម្លេះខ្ញុំដើរចូលទៅមើលនេះគឺជាពិធីភ្ជាប់ពាក្យរបស់អ្នកប្រុសភ្ញៀវចាស់ទុំមេបាទាំងសងខាងបានមកជួបជុំគ្នាដោយមានគ្រឿងប្រដាប់ប្រដាបណ្ដាការហើយពេលនេះអ្នកប្រុសជាកូនកំឡោះកំពុងតែបំពាក់ចិញ្ចៀនឲ្យកូនក្រមុំបានហុចដៃឲ្យកូនកំឡោះនាងបានងើយមុខឡើងរួចញញឹមមុខនោះពិតជាប្រហារខ្លាំងណាស់ពេលនេះខ្ញុំបានឃើញមុខនាងច្បាស់ហើយគឺនាងគឺជាមនុស្សដូចក្នុងរូបគំនូរមិននឹងអាចទៅរួចដែលមុខនាងនោះដូចខ្ញុំយ៉ាងនេះរូបភាពនៅខាងមុខនៃពិធីភ្ជាប់ពាក្យបានរសាត់បាត់ទៅពេលនេះបែរជាមកឈរនៅក្រោមដើមជ្រៃនៅក្រោមពន្លឺព្រះច័ន្ទពេញវងនឹងបានឃើញមនុស្សស្រីពីរនាក់កំពុងតែជជែកគ្នាហើយនៅក្នុងនោះមានស្ត្រីវ័យក្មេងម្នាក់វ័យស្របាលខ្ញុំ
ដែលជាម្ចាស់ស្រីនិងស្ត្រីវ័យចំណាស់ម្នាក់ប្រហែលជាអ្នកបម្រើមើលទៅតាមសម្លៀកបំពាក់និងការតែងខ្លួនបន្តមកទៀតខ្ញុំឮនារីទាំងពីរអ្នកនោះនិយាយគ្នាថារឿងដែលខ្ញុំអត់ចាត់ចែងនោះដល់ណាហើយស្ត្រីវ័យក្មេងសួរទៅកាន់ស្ត្រីចំណាស់ស្ត្រីវ័យចំណាស់នោះក៏បានឆ្លើយថាពិធីនឹងរៀបចំឡើងនៅ15ថ្ងៃទៀតដែលត្រូវជាយប់15រោចបន្ទាប់មកម្នាក់ស្រីក្មេងនោះក៏បានឆ្លើយថាល្អណាស់មាលតីនាងត្រូវតែវិនិច្ឆ័យនាងនិយាយដោយសម្លេងនិងការភ្នែកចង់អាឃាតហើយខ្ញុំក៏ព្រឺព្រួយនិងបះរួមច្រាលពេលដែលឮនាងនិយាយអំពីឈ្មោះរបស់ខ្ញុំរូបភាពស្ត្រីទាំងពីរនោះបានរសាត់បាត់ពីមុខខ្ញុំទៅទៀតហើយក៏ផ្លាស់ចូលមកវិញនៅរាត្រីដងងងឹតស្លុបនៅក្នុងបន្ទប់មួយដែលមានស្ត្រីកំពុងតែសម្រាកតាមពន្លឺភ្លើងទៀននៅក្នុងបន្ទប់ខ្ញុំអាចមើលឃើញមុខរបស់ស្ត្រីម្នាក់នោះព្រាលខ្ញុំអាចសន្និដ្ឋានបានថានាងគឺជាកូនក្រមុំដែលខ្ញុំឃើញនៅក្នុងពិធីភ្ជាប់ពាក្យនិងជានារីដែលនៅក្នុងគំនូរកំពុងតែដេកសោកស្រាប់តែនាងព្រះននាលចុះឡើងហើយក៏ចាប់ផ្ដើមបញ្ចេញសម្រែកដោយការឈឺចាំរាងកាយទាំងមូលប្រកាសចុះឡើងពេលនេះខ្ញុំហាក់ដូចជាកំពុងតែទទួលនូវភាពឈឺចាំទាំងនោះដែរគឺថារាងកាយទាំងមូលចាប់ផ្ដើមស្ពឹកហើយក៏ឈឺចាប់ជាខ្លាំងនៅក្នុងទ្រូងព្រមទាំងឈឺក្បាលចុងផ្ទុះខ្ញុំឈឺចាំស្ទើរទ្រាំមិនបានស្លាប់ឥឡូវហើយខ្ញុំដួលចុះទៅលើឥដ្ឋចំណែកឯនារីម្នាក់នោះកំពុងតែដេកស្ដោកស្ដឹងលែងកម្រើកហើយទន្ទឹមនឹងនោះក៏មានស្ត្រីបម្រើម្នាក់ក្មេងចូលមកនាងបានលើកត្រកងម្ចាស់ស្ត្រីនិងបានស្រែកយំទូញសោកដ៏គួរឲ្យអាណិនបន្ទាប់មកស្ត្រីបម្រើនោះក៏បាននិយាយថាអ្នកនាងកុំស្លាប់អីអ្នកនាងដឹងខ្លួនឡើងពេលនោះក៏មានស្ត្រីចំណាស់ម្នាក់ទៀតបានចូលមកដល់កូនក៏ពិនិត្យអាការៈរបស់អ្នកនាងហើយក៏មានប្រសាសន៍ថាអ្នកនាងត្រូវមន្តអាគមខ្មៅពួកវាមិនត្រឹមតែសម្លាប់អ្នកនាងទេពួកវារៀបត្បាតពួកវាកំពុងតែចាប់ព្រលឹងអ្នកនាងយកទៅឃុំទុកទៀតឯងទប់ខ្លួនអ្នកនាងឲ្យត្រង់ទៅខ្ញុំនឹងសូត្រគាថាហៅព្រលឹងអ្នកនាងមកវិញអ្នកបម្រើក្មេងក៏ធ្វើតាមអមចាស់ចាប់ផ្ដើមអង្គុយពេនភ្នែនទល់មុខអ្នកនាងហើយក៏បិទភ្នែកនិងសូត្រគាថាឡើងដោយមិនបានបញ្ចេញសំឡេងទេគ្រាន់តែធ្វើមាត់ជីបអូតែប៉ុណ្ណោះមួយសន្ទុះគាត់ក៏បើកភ្នែកវិញបន្ទាប់មកអ្នកបម្រើក៏បានសួរថាយ៉ាងម៉េចហើយអ៊ំបន្ទាប់មកស្ត្រីវ័យចំណាស់នោះក៏បានឆ្លើយថាយឺតពេលហើយសុំទោសផងខ្ញុំមិនអាចជួយអ្នកនាងបានទេប៉ុន្តែខ្ញុំអាចដោះព្រលឹងអ្នកនាងចេញពីការឃុំឃាំងបានហើយសូមអ្នកនាងទៅចាប់កំណើតថ្មីបានល្អផងចុះគាត់ពោលទាំងទឹកមុខខូចចិត្តនៅលើអាកាសនៅក្នុងបន្ទប់ខ្ញុំបានឃើញព្រលឹងអ្នកនាងគាត់សម្លឹងទៅកាន់អ្នកបម្រើទាំងពីររួចក៏ពោលនៅវាចាថាអរគុណអ៊ំខ្លាំងណាស់ដែលបានជួយខ្ញុំលាហើយអ្នកទាំងពីរនៅឲ្យបានសុខចុះលាហើយណាបងខេមរាសូមបងថែរក្សាខ្លួនផងខ្ញុំនឹងត្រឡប់មករកបងម្ដងទៀតហើយពួកយើងនឹងជួបគ្នានៅទីនេះការភ្នែកខ្ញុំចាប់ផ្ដើមបិទខ្ញុំលែងបានឮសំឡេងអ្នកនាងឬក៏ទិដ្ឋភាពអ្វីឡើយហើយខ្ញុំបែរជាឮសំឡេងអ្នកណាម្នាក់ខំប្រឹងហៅខ្ញុំនិងអង្រួនខ្ញុំឲ្យភ្ញាក់ពីដំណេកសំឡេងនោះក៏បានហៅខ្ញុំម្ដងជាពីរដងថាមាលតីសំឡេងនេះបានធ្វើឲ្យខ្ញុំបើកភ្នែកឡើងនេះខ្ញុំមិនទាន់ស្លាប់ទេខ្ញុំដេកដកដង្ហើមដោយដង្ហក់ហើយក៏រាងកាយរបស់ខ្ញុំបែកញើសជោកតែម្ដងសំឡេងដែលបានហៅខ្ញុំនោះគឺជាសំឡេងរបស់អ្នកប្រុសនរិនគាត់បានសម្លឹងមើលមកខ្ញុំដោយកែវភ្នែកព្រួយបារម្ភគាត់ក៏បាននិយាយមកកាន់ខ្ញុំថាភ្នាក់អញ្ចឹងល្អហើយមិនមានរឿងអីកើតឡើងនោះទេគ្រាន់តែជាសុបិនអាក្រក់តែប៉ុណ្ណោះហើយខ្ញុំក៏និយាយទៅកាន់គាត់វិញថាអរគុណអ្នកប្រុសណាខ្ញុំយល់សុបិនអាក្រក់ខ្លាំងណាស់មិនក៏អ្នកប្រុសមកបន្ទប់របស់ខ្ញុំអ្នកប្រុសក៏និយាយមកកាន់ខ្ញុំវិញថាខ្ញុំឮសំឡេងនាងស្រែកឡើងដោយសត្វគោត្រូវបានគេចាក់កទើបខ្ញុំប្រញាប់មកមើលហើយខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថាមិនកំ pl ែងទេណាអ្នកប្រុសខ្ញុំឯណាទៅស្រែកឡើងដោយគោគេចាក់កនោះខ្ញុំមិនជឿថាខ្ញុំស្រែកដល់ថ្នាក់នឹងនោះទេអ្នកប្រុសគាត់ក៏និយាយបន្តទៀតថាឥឡូវមានអារម្មណ៍ថាក្រនបើហើយមែនទេទើបអាចប្រកែកបានយ៉ាងហ្នឹងគាត់បានញញឹមដាក់ខ្ញុំភ្លើងអំពូលមែនបានធ្វើឲ្យមើលឃើញកាន់តែច្បាស់នៅភាពស្រស់សង្ហារបស់គាត់កាន់តែខ្លាំងឡើងហើយគាត់ក៏បាននិយាយមកកាន់ខ្ញុំថាឲ្យរៀបចំខ្លួនទៅខ្ញុំនឹងនាំនាងទៅកាន់កន្លែងមួយខ្ញុំមើលទៅមុខគាត់ដោយងឿឆ្ងល់តែក៏ងក់ក្បាលយល់ព្រម
ពេលនេះមេចិត្តភ្លឺហើយអ្នកប្រុសបាននាំខ្ញុំមកលើដំបូលភូមិគ្រឹះពន្លឺពណ៌ក្រហមនៃព្រះអាទិត្យដែលជាសញ្ញាបញ្ជាក់ថាថ្ងៃថ្មីបានមកដល់ពន្លឺចែងចាំងមកលើផ្ទៃពុសធានិងចាំងមកលើខ្លួនពួកយើងទាំងពីរផងដែរពន្លឺក្រហមព្រាលពេលព្រឹកប្រហៀមពិតជាស្រស់ស្អាតខ្លាំងណាស់បន្តមកអ្នកប្រុសក៏សួរមកកាន់ខ្ញុំថាមានអ្វីចង់សួរខ្ញុំទេមិនអ្នកប្រុសដឹងថាខ្ញុំមានរឿងចង់សួរខ្ញុំភ្ញាក់ផ្អើលនិងភ័យហាក់ដូចជាមានពិរុទ្ធដែលត្រូវបានគេចាប់កំហុសបានគាត់ក៏និយាយមកកាន់ខ្ញុំបន្តទៀតថានៅលើមុខរបស់នាងមានលូតសញ្ញាសួរពេញនឹងមានសញ្ញាសួរជាច្រើនខ្ញុំក៏ឆ្លើយថាអញ្ចឹងផងទឹកមុខខ្ញុំបង្ហាញចេញមកខួសហេតុពេកហើយអញ្ចឹងក៏ញញឹមមិនក៏ចរិតថ្ងៃនេះដូចជាខុសប្លែកអំពីម្សិលមិញអញ្ចឹងហាក់ដូចជាមនុស្សពីរប្លែកគ្នាសម្បីតែកែវភ្នែកសម្លឹងមើលមកខ្ញុំក៏ខុសគ្នាដែរបន្ទាប់មកខ្ញុំក៏បាននិយាយថាអញ្ចឹងតើខ្ញុំអាចសួរអ្វីខ្លះពីអ្នកប្រុសបានអត់គាត់ក៏ងក់ក្បាលជាសញ្ញាថាអូខេខ្ញុំក៏និយាយបន្តថារូបគំនូររបស់អ្នកប្រុសគឺរូបស្រីស្អាតមានស្លៀកពាក់បែបបុរាណឈរនៅមុខភូមិគ្រឹះតើអ្នកប្រុសបានមកពីណាអ្នកប្រុសគាត់ក៏បានឆ្លើយមកខ្ញុំថារូបនោះខ្ញុំជាអ្នកគូស្ត្រីម្នាក់នោះតែងតែមករកខ្ញុំនៅក្នុងយល់សុបិនជារៀងរាល់យប់ហើយបាននាំខ្ញុំមកដល់ភូមិគ្រឹះនេះតែចម្លែកណាស់មុខស្ត្រីម្នាក់នោះដូចនាងពេកហើយខ្ញុំប៊ីតែច្រឡំថាមនុស្សតែម្នាក់បាត់ទៅហើយខ្ញុំក៏និយាយថាហេតុអ្វីក៏នាងមុខដូចខ្ញុំម្លេះនៅមាននារីនៅក្នុងយល់សុបិនខ្ញុំទៀតតែនេះជាអ្វីឲ្យប្រកាសទៅមិនក៏អាចកំបាំងនិងសាំញ៉ាំម្លេះមានអារម្មណ៍ថាជីវិតដូចជានៅក្នុងកុនយ៉ាងម៉េចមិនដឹងទេហើយអ្នកប្រុសគាត់ក៏បាននិយាយបន្តថាខ្ញុំក៏មិនដឹងដូចគ្នាការដែលខ្ញុំមកទីនេះគឺដើម្បីស្រាយចម្ងល់មួយចំនួនហើយនារីនៅក្នុងសុបិនគឺជាចម្ងល់ដែលធំជាងគេខ្ញុំក៏បានសម្លឹងទៅមើលមុខរបស់អ្នកប្រុសហើយមានចម្ងល់ជាច្រើនក៏កើតមាននៅក្នុងខួរក្បាលរបស់ខ្ញុំដូចគ្នាតើអាចទៅរួចទេដែលថាខ្ញុំនឹងមានទំនាក់ទំនងជាមួយភូមិគ្រឹះនេះឬក៏ខ្ញុំអាចជានារីដែលនៅក្នុងសុបិននេះទេមិនពិតទេខ្ញុំគ្រាន់គិតក៏ស្មុគស្មាញចេញពីក្នុងខួរក្បាលដែរបន្ទាប់ពីមើលថ្ងៃរះហើយអ្នកប្រុសបាននាំខ្ញុំទៅបណ្ណាល័យដែលមានសៀវភៅជាច្រើនដូចជាសៀវភៅក្បាច់គុនរបស់កតោសៀវភៅកំណាព្យប្រជុំរឿងព្រេងនិងរឿងជាដកប្រព័ន្ធសាស្ត្រខ្មែរប្រជុំតម្រាសាស្ត្រនិងសៀវភៅភាសាខ្មែរជាច្រើនទៀតអត់មានសៀវភៅជាភាសាបរទេសនោះទេខ្ញុំបានឃើញសត្រាស្លឹករឹតមួយកំណរគិតថាអាចជាអក្សរបុរាណតែផ្ទុយទៅវិញជាអក្សរសម័យទំនើបទៅវិញតើនៅក្នុងបណ្ណាល័យនេះមានទាំងសិលាចារឹកដែលបន្សល់ទុកតាំងពីសម័យអង្គរដែរឬទេខ្ញុំបានសួរទៅកាន់អ្នកប្រុសដូច្នេះបន្ទាប់មកគាត់ក៏បាននិយាយមកថាខ្ញុំគិតថាប្រហែលជាអត់មាននោះទេហើយខ្ញុំក៏និយាយបន្តទៀតថាបើសិនជាបណ្ណាល័យនេះសល់តាំងពីសម័យអង្គរគួរតែមានគេដំណើរខ្លះពីសម័យនោះអ្នកប្រុសគាត់បានដើរមើលសៀវភៅផ្សេងបណ្ដាហើយក៏ឆ្លើយមកកាន់ខ្ញុំបណ្ដាថាបណ្ណាល័យនេះมันបានសេសសល់ពីសម័យអង្គរនោះទេទើបតែសាងសង់បានប្រមាណជាង300ឆ្នាំប៉ុណ្ណោះគឺសាងសង់ដំណើរគ្នានឹងភូមិគ្រឹះធំនេះខ្ញុំមានការភ្ញាក់ផ្អើលព្រោះដំបូងគិតថាភូមិគ្រឹះគេដំណើរនេះសល់តាំងពីសម័យអង្គរអញ្ចឹងតើបានជាភូមិគ្រឹះនេះនៅស្អាតមើលមិនឃើញចាស់ទ្រុឌទ្រោមសោះព្រោះវាទើបតែមានអាយុកាលជាង300ឆ្នាំប៉ុណ្ណោះខ្ញុំក៏បាននិយាយបន្តទៀតថាចុះភូមិគ្រឹះចាស់នៅឯណាឬក៏វាយចោលសង់ថ្មីខ្ញុំសួរទៅកាន់ដោយការងឿឆ្ងល់អ្នកប្រុសគាត់ក៏បានតបវិញថាភូមិគ្រឹះចាស់ត្រូវភ្លើងឆេះបន្ទាប់មកភូមិគ្រឹះថ្មីត្រូវបានសាងសង់នៅលើទឹកដីដដែលដោយប្រើរចនាបថដដែលតែក៏បន្ថែមរចនាបថសម័យទំនើបនិងរចនាបថបែបអឺរ៉ុបខ្លះតែរឿងដែលចម្លែកនោះគឺ100ឆ្នាំក្រោយមកម្ចាស់ភូមិគ្រឹះនិងក្រុមគ្រួសារលែងស្នាក់នៅទីនេះហើយខ្ញុំក៏បានសួរទៅកាន់គាត់ថាអូអញ្ចឹងដឹងថាមកពីមូលហេតុអ្វីដែរឬទេអ្នកប្រុសគាត់ក៏បាននិយាយមកខ្ញុំវិញថាខ្ញុំកំពុងតែចង់ស្វែងរកពីមូលហេតុនោះដែរមួយសន្ទុះក្រោយមកទូរស័ព្ទរបស់គាត់គាត់ក៏បានលើកនិយាយអាឡូហានូរាជជួយផ្ញើទិន្នន័យដែលឯងរកឃើញនឹងឲ្យតាមអ៊ីមែលខ្ញុំមកណាអូហ្នឹងហើយខ្ញុំនឹងទៅពិនិត្យមើលឥឡូវនេះភ្លាមគាត់ឈប់និយាយទូរស័ព្ទរួចក៏ងាកមកនិយាយជាមួយខ្ញុំថាបើមានសិភៅណាពេញចិត្តនាងអាចយកទៅមើលបានតែពេលមើលហើយកុំភ្លេចយកមកទីកន្លែងដើមវិញផងខ្ញុំក៏និយាយទៅកាន់អរគុណគាត់ថាអរគុណណាស់អ្នកប្រុសគាត់ក៏ញញឹមដាក់ខ្ញុំរួចក៏ដើរចេញទៅខ្ញុំស្រាប់តែទទួលបានអារម្មណ៍ថាស្និទ្ធស្នាលជាមួយអ្នកប្រុសហាក់បីដូចជាយើងធ្លាប់ស្គាល់គ្នាតាំងពីយូរយារណាស់មកហើយអញ្ចឹងនៅក្នុងចំណោមសិភៅទាំងអស់
ដែលខ្ញុំបានរកឃើញសិភៅដែលគួរឲ្យចាប់អារម្មណ៍ពីរក្បាលដែលមានចំណងជើងថាមេតីមាសបងនិងភូមិគ្រឹះខ្ញុំបានកាន់សិភៅពីរក្បាលនោះទៅកាន់បន្ទប់របស់ខ្ញុំហើយខ្ញុំក៏ទៅឆែកអ៊ីនធឺណិតរមើលព័ត៌មានបន្ថែមពីភូមិគ្រឹះនេះផងកាលពីមុនខ្ញុំបានដឹងត្រឹមតែព័ត៌មានទាក់ទងនឹងរឿងទេសចរដូចជាភាពទាក់ទាញរបស់ភូមិគ្រឹះទិន្នន័យទាក់ទងនឹងចំនួនភ្ញៀវទេសចរនិងប្រាក់ចំណូលដែលបានមកអំពីភ្ញៀវហើយពេលនេះខ្ញុំបានដឹងបន្ថែមទៀតអំពីប្រវត្តិសំខាន់មួយចំនួនរបស់ភូមិគ្រឹះនេះដូចជាភូមិគ្រឹះនេះមានដើមកំណើតនៅសម័យអង្គរដែលបង្កើតឡើងដោយលោកម្ចាស់មឿងត្រាញ់គាត់គឺជាមេទ័ពដែលមានគុណសម្បត្តិជាច្រើននៅក្នុងសម័យសង្គ្រាមនិងកម្លាំងដ៏សំខាន់ដែលជួយគាំទ្រដល់ព្រះរាជាខ្មែរឲ្យក្លាយជាស្ដេចខ្លាំងពូកែនៅក្នុងសម័យនោះលើសពីនេះទៅទៀតគាត់មានកូនប្រុស3នាក់ដែលសុទ្ធតែជាអ្នកធ្វើការបម្រើស្ដេចដោយស្ម័គ្រស្មោះហេតុនេះហើយទើបព្រះរាជាសពព្រះរាជហឫទ័យយ៉ាងខ្លាំងក៏បានប្រគល់នៅទឹកដីទំហំ10គីឡូម៉ែត្រពីរដល់លោកម្ចាស់មឿនត្រាញ់និងបរិវារមួយចំនួនតែគេមិនបានបញ្ជាក់ថាចំនួនប៉ុន្មាននោះទេលោកម្ចាស់ក៏បានកសាងភូមិគ្រឹះដ៏ធំនេះឡើងនៅក្នុងភូមិគ្រឹះតែងតែមានភាពសប្បាយរីករាយមានចម្រៀងរបាំនិងការប្រារព្ធពិធីផ្សេងៗតាមកាលជារឿយរឿងដែលគួរឲ្យកត់សម្គាល់គឺថានៅក្នុងភូមិគ្រឹះដ៏ធំនេះមានតាហោរាសាស្ត្រដ៏ពូកែម្នាក់គាត់ចេះគូនមើលជោគជតារាសីហើយក៏ចេះពិធីសូត្រមន្តរំដោះគ្រោះផងដែរទោះបីជាពេលក្រោយមកមានសង្គ្រាមកើតឡើងនៅក្នុងប្រទេសក៏ដោយក៏មិនបានប៉ះពាល់ដល់ភូមិគ្រឹះនេះដែររហូតមកដល់សម័យលង្វែកភូមិគ្រឹះស្រាប់តែមានភ្លើងឆេះឬក៏ភូមិគ្រឹះថ្មីត្រូវបានសាងសង់ឡើងមូលហេតុដែលភ្លើងឆេះគឺមិនត្រូវបានដឹងនោះទេក្រោយមកសម័យឧត្តមក្រុមគ្រួសាររបស់លោកម្ចាស់ភូមិគ្រឹះបានចាកចេញឈប់រស់នៅក្នុងភូមិគ្រឹះនេះទៅរស់នៅតំបន់ផ្សេងប៉ុន្តែមិនដឹងថាទៅដល់ណានោះទេនៅទិន្នន័យមិនបានបញ្ជាក់ថាអ្នកបម្រើបន្តរស់នៅទីនេះឬយ៉ាងណានោះទេតែក៏មិនបានបង្ហាញថាពួកគាត់បានចាកចេញពីភូមិគ្រឹះនេះដែរពេលលោកម្ចាស់ភូមិគ្រឹះនេះចាកចេញទៅភូមិគ្រឹះទាំងមូលហាក់បីដូចជាត្រូវបានគេផ្ដាច់ចេញអំពីពិភពខាងក្រៅទាំងស្រុងច្រកចូលភូមិគ្រឹះមានព្រៃឈើដ៏ស៊ុបទ្រុបនិងអត់មានអ្នកខាងក្រៅចូលមកបាននោះទេព័ត៌មានដែលទាក់ទងនឹងភូមិគ្រឹះនេះលែងមានទៀតហើយរហូតដល់ឆ្នាំ1995លោកតាភូមិន្ទដែលត្រូវជាតារបស់អ្នកប្រុសនរិនបានឲ្យគេកាប់ឆ្ការព្រៃធ្វើដំណើរទៅកាន់ភូមិគ្រឹះចាប់ពីពេលនោះមកទើបគេដឹងថាភូមិគ្រឹះដ៏ស្រស់ស្អាតត្រូវបានលាក់កំបាំងនៅក្នុងព្រៃនៅក្នុងខេត្តសៀមរាបលោកតាបានបញ្ជាក់យ៉ាងច្បាស់ថាគាត់គឺជាអ្នកចំនួនក្រោយនៅភូមិគ្រឹះនេះនៅក្នុងឆ្នាំ2004រាជរដ្ឋាភិបាលបានដាក់សំណើទៅកាន់លោកតាដើម្បីឲ្យភ្ញៀវទេសចរអាចចូលទស្សនាភូមិគ្រឹះនេះដំបូងលោកតាមិនយល់ព្រមនោះទេតែក្រោយមកក៏យល់ព្រមជាអកុសលបន្ទាប់អំពីនោះប៉ុន្មានខែកូនប្រុសតែមួយគត់របស់គាត់គឺខេមរិនបានស្លាប់ដោយសារជំងឺចម្លែកសេចក្តីលម្អិតផ្សេងទៀតអត់មានបង្ហាញនោះទេអានហើយរឹតតែឆ្ងល់តាមមូលហេតុអ្វីបានជាមានភ្លើងឆេះភូមិគ្រឹះតាមមូលហេតុអ្វីបានជាម្ចាស់ភូមិគ្រឹះត្រូវចាកចេញពីភូមិគ្រឹះនេះហេតុអ្វីបានជាភូមិគ្រឹះហាក់ដូចជាចេះបំបាំងកាយដើម្បីចេញពីគ្រោះមហន្តរាយដែលបង្កឡើងពីសម័យអាណានិគមបារាំងនិងសម័យប៉ុលពតលោកតាភូមិន្ទបានវិលត្រឡប់មកវិញនៅក្នុងនាមជាម្ចាស់ភូមិគ្រឹះថ្មីតែគាត់មិនបានមកស្នាក់នៅទីនេះទេហើយនឹងហាមឃាត់មិនឲ្យចៅប្រុសមកស្នាក់នៅទៀតតើព្រោះមូលហេតុអ្វីទៅនៅចន្លោះដែលម្ចាស់ភូមិគ្រឹះបានចាកចេញរហូតដល់ពេលលោកតាភូមិន្ទត្រឡប់មកវិញជាលើកដំបូងតើមានមនុស្សរស់នៅភូមិគ្រឹះនេះឬបរិវេណភូមិគ្រឹះនេះដែរឬទេតើប្រជាជនប្រមាណជាង20គ្រួសារនេះរស់នៅចាប់តាំងពីពេលណាមកសំណួរមួយនេះខ្ញុំអាចរកចម្លើយបានពីពួកគាត់ទុកចម្ងល់នឹងមួយ license ខួរក្បាលខ្ញុំចិត្តផ្ទុះទៅហើយខ្ញុំក៏បដូរបរិយាកាសដោយការបើក Facebook លេងម្ដងពេលនេះនៅក្នុង New Feed បានបង្ហាញនៅ Old Memory ដែលបានលោតចេញនៅរូបមួយសន្លឹកកាលពី3ឆ្នាំមុនរបស់បងប្រុសរបស់ខ្ញុំគាត់បានថតជាក្រុមជាមួយនឹងអ្នកទទួលជ័យលាភីផ្នែកគំនូរកាលនោះបងខ្ញុំជាប់ចំណាត់ថ្នាក់លេខ2ខ្ញុំមើលរូបនោះដោយមាត់ចន់ក៏មានការភ្ញាក់ផ្អើលត្រង់ថារូបរបស់អ្នកប្រុសនរិនក៏មាននៅក្នុងនឹងដែរបានន័យថាអ្នកប្រុសនរិនក៏ធ្លាប់ទទួលជ័យលាភីពានរង្វាន់គំនូរនេះដែរដើម្បីឲ្យកាន់តែច្បាស់ខ្ញុំនឹងសួរបងប្រុសរបស់ខ្ញុំដោយឃើញគាត់កំពុងតែអនឡាញល្មមខ្ញុំក៏ឆាតទៅសួរគាត់ថាសួស្តីបងគាត់ក៏ឆ្លើយមកកាន់ខ្ញុំវិញថាមានការអី
បើមិនមានការអីទេឯងប្រកាសជាមិនឆាតមកទេមែនទេសុំសួរបន្តិចបងតើបងធ្លាប់ស្គាល់ម្នាក់ឈរជាប់ខាងស្ដាំដៃបងនេះដែរឬទេខ្ញុំបានផ្ញើរូបថតនេះឲ្យទៅគាត់មើលគាត់ក៏បានឆ្លើយមកកាន់ខ្ញុំវិញថាអូគេម្នាក់នឹងគឺឈ្មោះនរិនជាជ័យលាភីលេខ1ខ្ញុំនៅក្នុងចិត្តថាអញ្ចឹងតើទើបគាត់អាចគូររូបស្អាតបែបនេះតាំងពិតទៅគាត់គឺជាវិចិត្រករលាក់មុខសោះហើយខ្ញុំក៏សួរទៅកាន់បងប្រុសរបស់ខ្ញុំទៀតថាចុះបងមានតាក់ទងឬរាប់អានជាមួយនឹងគាត់នឹងអត់បងប្រុសរបស់ខ្ញុំក៏បានឆ្លើយមកវិញថាអត់ទេនេះឯងចាប់អារម្មណ៍គេម្នាក់នឹងមែនខ្ញុំក៏ឆ្លើយទៅវិញថាអត់ទេខ្ញុំគ្រាន់តែចង់ដឹងអរគុណច្រើនហើយបងដែលបានប្រាប់ខ្ញុំក៏ offline ហើយក៏ជម្រាបលាបងប្រុសរបស់ខ្ញុំក៏ប្រញាប់ចុចបិទទូរស័ព្ទយ៉ាងលឿនព្រោះបើបងខ្ញុំសួរនាំច្រើនទៀតខ្ញុំមិនដឹងថាឆ្លើយយ៉ាងម៉េចទេមិនក៏ចាយដន់យ៉ាងនេះអ្នកប្រុសនរិនគឺជាវិចិត្រករហើយគាត់បានគូររូបនារីនៅក្នុងយល់សបិនរបស់គាត់ដែលនារីម្នាក់នោះមុខដូចខ្ញុំហើយនារីដែលនៅក្នុងយល់សបិនរបស់ខ្ញុំក៏មានមុខអញ្ចឹងដែរបើតាមការសន្មត់នោះខ្ញុំអាចទាញសេចក្តីសន្និដ្ឋានបានដោយបឋមថានារីនៅក្នុងសបិនរបស់អ្នកប្រុសនរិនហើយនឹងខ្ញុំគឺជានារីតែម្នាក់ហើយច្បាស់ណាស់ថានាងប្រកាសជាមានទំនាក់ទំនងជាមួយនឹងភូមិគ្រឹះនេះអាចជាកូនស្រីរបស់ម្ចាស់ភូមិគ្រឹះឬក៏ជាកូនប្រសាររបស់ម្ចាស់ភូមិគ្រឹះនេះ